ជំរាបសួរបងប្អូនដែលចូលទាំងអស់គ្នាថ្ងៃនេះខាងបងរំលឹកឲ្យទៅបុព្វគ្រឿងបែកខាយើងមានស្តគ្រឿងបែកខាដែលយើងទៅចូលស្តុកថ្មីក្តៅៗໄວៗតែម្ដងបងបាទបងមានចូលស្តុកនេះថ្មីឡងគ្រឿងបែកខាអស់នឹងហើយបងប្អូនទាំងអស់គ្នាគឺយើងមានចូលស្តុកប្រចាំចំណុចតាមបុព្វគ្រឿងតែគឺយើងមានលើជាគ្រឿងបែកខាសម្រាប់ធ្វើនំគ្រឿងបែកខាទាំងហើយគ្រឿងបែកខាជាក់ដែរចាំបងប្អូនបងប្អូនទៅក្នុងខាងយើងមានគ្រឿងបែកខាអស់គឺថាបងប្អូនអស់គ្នាដំបងខាងបងនឹងមកហាញបងប្អូនទាំងអស់គ្នាពីប្រភេទគ្រឿងបែកខាសម្រាប់ធ្វើនំនេះគឺជាប្រភេទ convection oven ដែលជា brand របស់ Quality Bake គឺយើងមានចូលចានគ្រឿងមែនតែនបងប្អូនទាំងអស់គ្នាចំណែកខាងនេះវិញគឺជាប្រភេទ convection oven ដែលជា brand របស់ Unok ចំណែកខាងលើនេះគឺជាប្រភេទ oven ហើយចំណែកខាងក្រោមនេះគឺជាប្រភេទ buffer សម្រាប់ទូពីរនេះគឺយើងប្រើជាសេតតែម្ដងក្រៅពីប្រភេទ brand Quality Bake ខាង Unok យើងក៏មាន brand Simak ដូចគ្នាបងប្អូនទាំងអស់គ្នានេះគឺជាប្រភេទ convection oven ដែលជា brand របស់ Simak ហើយសម្រាប់ឡដុតនំនេះគឺយើងមានរហូតដល់5ត្រេចំណែកខាងក្រោមនោះគឺជាប្រភេទ buffer ដែលយើងមានរហូតដល់8ត្រេផងដែរខាងនេះវិញគឺជាប្រភេទ oven ដូចគ្នាដែលជា brand របស់ Unok ដែលយើងទៅនាំចូលស្តុកថ្មីក្តៅៗតែម្ដងផងដែរបងសម្រាប់ brand Unok នេះគឺជាផលិតផលរបស់អ៊ីតាលីគឺជាផលិតផលមួយដែលទំនើបមែនតើហើយសម្រាប់ brand Unok នេះយើងក៏មានចូលស្តុកច្រើនដូចគ្នាបងប្អូនទាំងអស់គ្នាសាកមកមើលម៉ាស៊ីននេះម្ដងគឺប្លែកភ្នែកតែម្ដងសម្រាប់ម៉ាស៊ីនទី1នេះគឺជាម៉ាស៊ីនចែកម្សៅបន្ទាប់មកក៏ធ្លាក់ទៅលើម៉ាស៊ីនទី2ដែលជាម៉ាស៊ីនលុញម្សៅបន្ទាប់មកម្សៅដែលធ្លាក់ពីម៉ាស៊ីនទី2ក៏បានធ្លាក់ទៅលើម៉ាស៊ីនទី3ដែលជាម៉ាស៊ីនសកលម្សៅផងដែរការប្រើប្រាស់នៅម៉ាស៊ីននេះធ្វើឲ្យបងប្អូនទាំងអស់គ្នាចំណេញថវិកាចំណេញទាំងពេលវេលានិងកម្លាំងពលកម្មផងដែរបងនេះមកមើលផ្នែកខាងនេះវិញនេះគឺជាប្រភេទឡដុតនំដែកអូវ៉ាន់សម្រាប់ឡនេះគឺយើងមានចូលស្តុកច្រើនដូចគ្នាមុននឹងខាងបងសូបង្ហាញបងប្អូនពីប្រភេទគ្រឿងបែកខាសម្រាប់ធ្វើនំឥឡូវនេះខាងបងសូបង្ហាញបងប្អូនពីប្រភេទគ្រឿងបែកខាចង្ក្រានម្ដងសម្រាប់គ្រឿងបែកខាចង្ក្រានគឺខាងបងប្អូនមានច្រើនជម្រើសច្រើនប្រភេទជូនបងប្អូនតែម្ដងហើយក្នុងនោះផងដែរយើងក៏មានដូចជាប្រភេទចង្ក្រានលើក្បាល1ហើយនិងចង្ក្រានលើក្បាល2អញ្ចឹងបងសម្រាប់ចង្ក្រាននេះគឺយើងយកទៅឆាយកទៅស្លគឺលឿនរហ័សទាន់ចិត្តមែនទែនកាលពីនឹងផងដែរយើងក៏មានជាប្រភេទ vacuum machine ណាបងសម្រាប់ម៉ាស៊ីននេះគឺយើងបឺតខ្យល់មកគឺយើងតប់មុតថងតែម្ដងចំណែកខាងនេះវិញគឺជាប្រភេទចង្ក្រាន Akisini Induction សម្រាប់ចង្ក្រាននេះគឺយើងមានច្រើនជម្រើសច្រើនប្រភេទជូនបងប្អូនដូចគ្នាហើយកាលពីនឹងផងដែរយើងក៏មានជាប្រភេទចង្ក្រានស្លក្បាល1សម្រាប់ចង្ក្រាននេះគឺយើងប្រើគេហាបងហើយសម្រាប់ចង្ក្រាននេះខាងបងប្អូនក៏មានជាប្រភេទចង្ក្រានក្បាល2ចង្ក្រានក្បាល4និងចង្ក្រានក្បាល6ផងដែរសម្រាប់ចង្ក្រាននេះបើសិនជាបងចង់បានប្រភេទប្រើគេក៏បានប្រើ Akisini ក៏បានណាបងគឺខាងបងប្អូនមានដូចគ្នាចំណែកខាងនេះវិញគឺជាប្រភេទចង្ក្រានអាំងបងមិនថាបងដែលប្រកបអាជីវកម្មឬក៏បងដែលចង់យកទៅប្រើប្រាស់នៅក្នុងផ្ទះបាយគឺអាចទៅប្រើប្រាស់បានដូចគ្នាសម្រាប់ប្រភេទចង្ក្រានបំពង់ក៏ខាងបងមានស្តុកច្រើនដូចគ្នាបងប៉ុន្តែខាងបងសូមនិយាយពីប្រភេទចង្ក្រាននេះមួយចង្ក្រាននេះគឺមួយខាងយើងដាក់បាន6លីត្របងហើយក៏យើងមានជាកន្លែងបង្ហូរខ្លាញ់ចេញដូចគ្នាបងចំណែកខាងនេះវិញគឺជាប្រភេទ electric salamander បងសម្រាប់ប្រភេទ salamander នេះបងអាចធ្វើការយកទៅអាំងសាច់អាចទៅយកកម្ដៅនំប៉័ងឬក៏យកកម្ដៅម្ហូបនានាបានដូចគ្នាបងចំពោះម៉ាស៊ីនលាងចានខ្នាតតូចលក្ខណៈគ្រួសារក៏ខាងបងមានដូចគ្នាបងសម្រាប់បងណាដែលមានគ្រួសារតូចដែលមានតម្រូវការប្រើប្រាស់នៅម៉ាស៊ីនលាងចានខ្នាតតូចនេះបងអាចយកប្រភេទនេះទៅប្រើប្រាស់បានណាបងចំណែកមួយនេះគឺជាប្រភេទចង្ក្រានបំពង់សម្រាប់ចង្ក្រានបំពង់នេះមួយខាងក៏យើងអាចដាក់ចំនួនរហូតដល់16លីត្រផងដែរប្រភេទ electric bin Mary ក៏ខាងបងមានស្តុកដូចគ្នាបងសម្រាប់ប្រភេទនេះបងអាចយកទៅកដៅសឡឬក៏កដៅសូកូឡាបានណាបងចំណែកខាងនេះវិញគឺជាប្រភេទគ្រឿងបែកខាចង្ក្រានដូចគ្នាបងគឺយើងរៀបជា set ឲ្យបងប្អូនមើលបែបនេះតែម្ដងសម្រាប់គ្រឿងបែកខាចង្ក្រាននេះគឺជា brand របស់ Axwood គឺជា brand ថ្មីមួយដែលយើងទៅនាំចូលនៅក្នុងក្រុមហ៊ុន KSLM យើងសម្រាប់ចង្ក្រាននៃខាងបងបង្ហាញបងប្អូនដំបូងគេនេះគឺជាប្រភេទចង្ក្រានបំពង់សម្រាប់ចង្ក្រាននេះដែរគឺមានសីតុណ្ហភាពរហូតដល់200អង្សាសេផងដែរចំណែកចង្ក្រានទី2នេះគឺជាប្រភេទចង្ក្រានឆាគឺយើងមានហ្គាសសងខាង2បែបនឹងបងហើយយើងអាចប្រើមួយខាងអត់មួយខាងបានហើយសម្រាប់ចង្ក្រានទី3នេះគឺជាប្រភេទចង្ក្រានអាំងសម្រាប់ចង្ក្រានអាំងនេះគឺយើងមានជាប្រភេទថ្មនៅខាងក្រោមបែបនឹងបងហើយសម្រាប់ចង្ក្រានអាំងនេះគឺយើងមានក្បាលហ្គាស2ដូចគ្នាអញ្ចឹងបងអាចបើកមួយខាងបិទមួយខាងដូចគ្នាចំណែកចង្ក្រានទី4នេះគឺជាប្រភេទចង្ក្រានស្លក្បាល2គឺយើងមានក្បាលហ្គាស2ដូចគ្នាអញ្ចឹងអាចបើកមួយខាងបិទមួយខាងបានដូចគ្នាចំណែកឯចង្ក្រានទី5នេះគឺជាប្រភេទចង្ក្រានស្លក្បាល4សម្រាប់ចង្ក្រាននេះគឺមានលក្ខណៈពិសេសត្រង់ថាគឺយើងមានជាប្រភេទ oven នៅខាងក្រៅបែបហ្នឹងបងសម្រាប់ oven នេះគឺយើងមានរហូតដល់3ជាន់អញ្ចឹងបងងាយស្រួលមែនតើក្នុងការចម្អិនម្ហូបក្រៅពីប្រភេទចង្ក្រានជា set បាញ់មិញហើយយើងក៏មានជាប្រភេទ sink មានជាប្រភេទម៉ាស៊ីនលាងចានដូចគ្នាចំណែកខាងនេះវិញគឺជាប្រភេទម៉ាស៊ីនលាងចានម៉ាស៊ីនលាងកែវដែលជា brand របស់ Axwood សម្រាប់ brand នេះគឺយើងទៅនាំចូលស្តុកថ្មីផងដែរ
ចំណែកខាងនេះវិញគឺជាប្រភេទម៉ាស៊ីនវិញចានម៉ាស៊ីនវិញកែវដូចគ្នាបងសម្រាប់បងណាដែលមាន space តូចបងអាចចូលប្រភេទនេះយកទៅដាក់នៅក្រោម counter បានណាបងគឺចំណេញ space តែម្ដងក្រៅពីគ្រឿងបែកខាសម្រាប់ធ្វើនំហើយនឹងគ្រឿងបែកខាចង្ក្រានយើងក៏មានជាគ្រឿងបែកខាតិចជាច្រើនចំណុចច្រើនប្រភេទផងដែរនេះគឺជាប្រភេទ counter chiller បងសម្រាប់ប្រភេទ counter chiller គឺយើងមានច្រើនទំហំច្រើនខ្នាតមែនតើគឺយើងមានទាំងប្រភេទទ្វារកញ្ចក់ហើយនិងទ្វារ inox ក៏បងក្រៅពីប្រភេទ counter chiller ខាងប្អូនក៏មានជាប្រភេទ upright freezer ហើយនិងប្រភេទ upright chiller ដូចគ្នាបងសម្រាប់ប្រភេទទូវ៉ាន់ឆុននេះក៏យើងមានជាប្រភេទទ្វារកញ្ចក់ហើយនិងទ្វារ inox ដូចគ្នាកាលពីនឹងផងដែរយើងក៏មានជាប្រភេទទូផលិតកកដូចគ្នាបងសម្រាប់ប្រភេទទូផលិតកកនេះគឺយើងមានច្រើនទំហំច្រើនខ្នាតនៅក្នុងស្តុកដូចគ្នាសម្រាប់ទូតាំងផ្លែឈើក៏ខាងបងមានស្តុកដូចគ្នាបងសម្រាប់ទូពីរនេះគឺយើងមាន discount ពិសេសជូនបងប្អូនតែម្ដងគឺយើង discount រហូតដល់ 40% ជូនបងប្អូនតែម្ដងសម្រាប់បងណាដែលមានតម្រូវការប្រើប្រាស់នៅប្រភេទទូតាំងភេសជ្ជៈទូតាំងផ្លែឈើបែបនេះបងអាចយកប្រភេទនេះទៅប្រើប្រាស់បានបងគឺចំណេញមែនតើដោយសារតែប្រភេទទូតាំងនេះគឺមានភាពធំទូលាយហើយយើងមាន discount រហូតដល់ 40% ជូនបងតែម្ដងហើយខាងយើងក៏មានជាម៉ាស៊ីនគៀបម្សៅម៉ាស៊ីនវាយម្សៅហើយប្រភេទម៉ាស៊ីនវាយ screen ផងដែរសម្រាប់ប្រភេទ mixer ពីរប្រភេទនេះគឺយើងមានចូល stock ច្រើនមែនតើបងក្រៅពីនឹងផងដែរខាងបងក៏មានផ្គត់ផ្គង់ជាប្រភេទម៉ាស៊ីនបោកខោអាវបងសម្រាប់ប្រភេទម៉ាស៊ីនបោកខោអាវគឺខាងបងមានផ្គត់ផ្គង់ទាំងប្រភេទអាជីវកម្មខ្នាតតូចនិងប្រភេទអាជីវកម្មខ្នាតធំផងដែរប្រសិនបើបងមានចំណាប់អារម្មណ៍ទៅលើគ្រឿងបរិក្ខារណាមួយបងប្អូនអាចបញ្ចូលទៅដល់ក្រុមរូបតក៏បានឬក៏ទៅឆាតចូល Facebook អត់អត់ទៅលេខទូរស័ព្ទដល់ខាងក្រោមនេះមែនទេសូមអរគុណនិងសូមជម្រាបលា KSLM កាន់តែស្គាល់កាន់តែជោគជ័យ